រឿងពិតរបស់ផ្ទះមួយខ្នងស្ថិតនៅភូមិគៀ2ឃុំគៀស្រុកមុងឫស្សីខេត្តបាត់ដំបងជាផ្ទះដែលបានសាងសង់ឡើងរួចរាល់6ខែមុនសម័យខ្មែរក្រហមចូលមកដល់ហើយបានបន្សល់ទុកនូវរឿងរ៉ាវអភិនិហាជាច្រើនមុនពេលត្រូវបានម្ចាស់ផ្ទះនិមន្តព្រះសង្ឃមកសូត្រមន្តស្រោចទឹករំដោះគ្រោះសួស្តីខ្ញុំឈ្មោះសុធីវីរឿងរ៉ាវដែលខ្ញុំនឹងរៀបរាប់ខាងមុខនេះគឺជារឿងដែលកើតឡើងនៅលើផ្ទះរបស់ខ្ញុំជាផ្ទះដែលខ្ញុំរស់នៅតាំងពីកើតមករហូតធំធាត់ឡើងដូចសពថ្ងៃផ្ទះយើងស្ថិតនៅភូមិគៀ2ជាភូមិដែលនៅឆ្ងាយពីផ្លូវជាតិលេខ5ប្រហែលជិត2គីឡូម៉ែត្រហើយស្ថិតនៅបណ្ដោយត្រើយខាងលិចស្ទឹងមងឬស្ទឹងដូនទ្រីក្នុងស្រុកមងឫស្សីខេត្តបាត់ដំបងចំណែកភូមិម៉ាស៊ីនបូមគឺសំដៅទៅលើផ្ទះប៉ុន្មានខ្នងដែលស្ថិតនៅជុំវិញរោងម៉ាស៊ីនបូមទឹកសម្រាប់យកទឹកពីស្ទឹងទៅចាក់ឲ្យរថភ្លើងកាលពីសម័យសង្គមរាស្ត្រនិយមទោះបីជាពេលក្រោយមកក្នុងទសវត្សរ៍ឆ្នាំ80ដែលមានរថភ្លើងប្រើប្រាស់ឡើងវិញពិតមែនប៉ុន្តែម៉ាស៊ីនបូមមិនត្រូវបានយកមកប្រើប្រាស់ទៀតនោះទេហើយវាក៏ក្លាយជាកន្លែងលេងកម្សាន្តរបស់ក្មេងៗតាំងពីជំនាន់ម៉ាក់ខ្ញុំរហូតមកដល់ជំនាន់ខ្ញុំអីចឹងទៅនៅក្នុងឆ្នាំ2019សេវាកម្មរថភ្លើងដឹកអ្នកដំណើរជាខ្សែរថភ្លើងត្រង់ពីភ្នំពេញទៅបាត់ដំបងបានចាប់ផ្ដើមដំណើរការឡើងវិញបន្ទាប់ពីផ្អាកចរាចរណ៍អស់ជាង20ឆ្នាំប៉ុន្តែរោងម៉ាស៊ីនបូមទឹករបស់យើងបានចាស់ទ្រុឌទ្រោមមិនអាចនឹងបន្តស្ដាប់សំឡេងរថភ្លើងទៀតទេហើយវាក៏ត្រូវបានវាយកំទេចចោលនៅក្នុងឆ្នាំ2019នេះដូចគ្នាដើម្បីពង្រីកដីធ្វើផ្លូវក្រាលកស៊ូរោងម៉ាស៊ីនបូមក៏បាត់រូបរាងទៅនៅសល់តែឈ្មោះពីពេលនោះមកទាំងដែលខ្ញុំអត់ដែលបានថតរូបជាមួយវាសូម្បីមួយសន្លឹកបកមកវិញនៅក្នុងពេលឥឡូវនេះប្រហែលជាគ្មាននរណាគេនិយាយអំពីផ្ទះមួយខ្នងនៅភូមិម៉ាស៊ីនបូមនេះទៀតទេឬមួយក៏គេបំភ្លេចវាចោលអស់ហើយព្រោះគ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់ប៉ុន្តែបើកាលពីមុនឆ្នាំ2008វិញគេមិនហ៊ានរំលឹកព្រោះគេខ្លាចចំណែកសាក់សីខ្លះដែលបានឃើញផ្ទាល់ក៏មានខ្លះបានស្លាប់ទៅហើយដែរឯក្មេងៗចំនួនក្រោយដឹងត្រឹមតែថាផ្ទះនេះមានម្ចាស់ដែលដាំស្រកានាគនិងធ្វើផ្សិតចម្បើងប៉ុណ្ណោះចំណុចពិសេសរបស់ផ្ទះនេះនៅត្រង់ថាវាត្រូវបានសាងសង់រួចរាល់រយៈពេល6ខែមុនចូលសម័យប៉ុលពតគឺសង់ឡើងដោយឪពុករបស់ប៉ាខ្ញុំផ្ទះនេះជាផ្ទះតែមួយគត់ដែលមានបាសសាំងទឹកសម្រាប់ទុកទឹកប្រើប្រាស់នៅក្នុងភូមិគៀ2នេះតែតាមខ្ញុំដឹងផ្ទះគេនៅភូមិផ្សេងក៏គ្មាននរណាសង់បាសសាំងទឹកនេះដែរព្រោះគេប្រើពីងធំៗវិញហើយដែលមានបាសសាំងទឹកនេះក៏មិនមែនលោកតាខ្ញុំធ្វើដែរគឺធ្វើឡើងដោយពួកប៉ុលពតទៅវិញទេបាសសាំងទឹកនៅផ្ទះខ្ញុំគេធ្វើឡើងដោយរៀបឥដ្ឋប៉ាតស៊ីម៉ងត៍ឡើងផុតពីដីកម្ពស់ប្រហែល1ម៉ែត្រកន្លះហើយមានរាងជាចតុកោណកែងបណ្ដោយប្រហែល2ម៉ែត្រកន្លះទទឹងជាង1ម៉ែត្រកម្រាស់ក្រាស់ល្មមដើម្បីកុំឲ្យជ្រាបទឹកតែមិនដឹងទេថាបានគេសង់វាឡើងក្នុងគោលបំណងណាមួយឲ្យប្រកបគិតថាបើសិនអ្នកទាំងនោះបានដឹងរឿងរ៉ាវបន្តបន្ទាប់តាក់ទងនឹងបាសាំងទឹកនេះនៅពេលក្រោយតើពួកគាត់យល់យ៉ាងណាខ្ជិលឆ្ងល់រឿងពួកគាត់គិតយ៉ាងម៉េចយើងបន្តទៅទៀតផ្ទះនេះជាផ្ទះម៉ូដកន្តាំងទំហំ3ខ្នងមួយខ្នងខាងក្រោយសម្រាប់ធ្វើជាផ្ទះបាយដែលជាទម្លាប់របស់ប្រជាជនក្នុងតំបន់គេចូលចិត្តសង់ផ្ទះរបៀបនេះប៉ុន្តែបច្ចុប្បន្នផ្ទះដែលមានលក្ខណៈបែបនេះនៅសល់តែ2ឬ3ខ្នងប៉ុណ្ណោះដោយសារវិវត្តភាពនៃសង្គមក្រោយរបបប៉ុលពតបានបញ្ចប់គ្រួសារយាយខ្ញុំក៏បានវិលមកផ្ទះវិញប៉ុន្តែផ្ទះទំហំ3ខ្នងដែលមានលក្ខណៈពេញលេញត្រូវបានគេរើខ្នងខាងក្រោយអស់តែមូលមួយផ្នែកធំនៃខ្នងខាងមុខនៅសល់តែរនូតនិងបង្អួចមួយចំនួននៃខ្នងកណ្ដាលត្រូវបានគេរុះចេញសរុបមកគឺបាត់បង់លើសពីពាក់កណ្ដាលផ្ទះតែយ៉ាងណាក៏គ្រាន់បើជាផ្ទះរបស់យាយទួតខាងម៉ាក់ខ្ញុំដែលអស់រលីងនៅសល់តែគ្រោងផ្ទះតែម្ដងដូច្នេះសរុបមកផ្ទះខ្ញុំនេះចាត់ទុកថាមានតែ2ខ្នងប៉ុណ្ណោះពីមុនមកម៉ាក់ខ្ញុំបានប្រាប់ថាឈើផ្ទះដែលបាត់ទៅត្រូវបានគេយកធ្វើអុសដុតដោយហេតុថាពេលទើបចេញពីរបបប៉ុលពតម្នាក់ខ្លាចមិនហ៊ានដើរឆ្ងាយទៅរកអុសអីទេព្រោះខ្លាចជន់មីនដោយតំបន់នេះសុទ្ធតែព្រៃហើយមីននឹងក៏សម្បូរពិតមែនប៉ុន្តែការពិតទៅផ្នែកខ្លះគេយកធ្វើអុសមែនតែផ្នែកខ្លះទៀតវាត្រូវបានអ្នកជិតខាងដែលគេត្រឡប់មកដល់ស្រុកមុនគ្រួសារយាយខ្ញុំហើយអត់មានផ្ទះនៅទើបរើយកម្នាក់មួយផ្នែកយកមកផ្សំភុំនឹងឈើដែលគេមានខ្លះបានជាផ្ទះខ្លួនគេក្រំជ្រុកភ្លៀងជ្រុកខ្យល់នឹងឯងចំពោះសសរផ្ទះវិញ
យើងដឹងហើយថាចាស់ពីដើមគាត់ចូលចិត្តសង់សសររាងមូលធំផ្ទះខ្ញុំអាចមានសសររាងតូចបើប្រៀបធៀបនឹងផ្ទះពីដើមតែបើប្រៀបនឹងផ្ទះឈើសម័យឥឡូវធំជាង2-3 ដងអីដែរហ្នឹងយ៉ាងណាសសរផ្ទះនេះมันមានលក្ខណៈរលោងស្រើអីដូចដែលយើងស្រមៃនោះទេគ្រាន់តែវាធ្វើពីឈើល្អពណ៌ខ្មៅតែប៉ុណ្្នឹងឯងជាបន្តទៀតផ្ទះនេះត្រូវបានដាក់ជាថ្លៃខណ្ឌស្លាពេលដែលប៉ាចូលដណ្ដឹងម៉ាក់ដូច្នេះពេលរៀបការរួចផ្ទះនេះគឺជាកម្មសិទ្ធិម៉ាក់និងប៉ាពេលរស់នៅដំបងអត់អីទេព្រោះនៅជុំគ្នាច្រើនគ្រួសារកាលនោះឆ្នាំ1992នឹងមានពួកពលពតចូលមកម្ដងម្កាលនៅឡើយហើយម្នាក់ក្រណាស់គ្មានលទ្ធភាពសង់ផ្ទះនៅខ្លួនឯងទើបរស់នៅជុំគ្នាក្រោមដំបូលតែមួយជិត10គ្រួសារសុទ្ធតែបងប្អូនខាងប៉ាទាំងអស់ក្រោយពេលដែលគ្រប់គ្នាមានផ្ទះនៅរៀងខ្លួនហើយឬចេញអស់គ្រប់យ៉ាងក៏ចាប់ផ្ដើមផុសរូបរាងឡើងដែលវាមិនមែនទើបនឹងកើតឡើងទេប៉ុន្តែដោយសារម៉ាក់ខ្ញុំទើបនឹងមានឱកាសជួបនឹងឯងកំណប់លើដីរឿងដែលខ្ញុំនឹងចាប់ផ្ដើមដំបូងគឺរឿងកំណប់ខ្មែរយើងមានជំនឿណាស់លើរឿងកំណប់ជាពិសេសអំឡុងពេលមុនឆ្នាំ2010ភាគច្រើនគឺគេយល់សពគឺមានគេហៅឲ្យទៅយកកំណប់ឬមានហោរាទីពីកំណប់នៅត្រង់នេះឬត្រង់នោះឬក៏វាសនាអ្នកនេះអ្នកនោះត្រូវបានកំណប់ជាដើមចំពោះផ្ទះខ្ញុំគឺវាកើតឡើងទាំងពីរយ៉ាងដំបូងគឺរឿងហោទាយតាសុងត្រូវជាពូរបស់ប៉ាបានជួបហោម្នាក់នៅជំរំទីថាមានផ្ទះមួយខ្នងមានបាសាំងទឹកនិងមានដើមក្រសាំងខាងមុខផ្ទះនោះមានកំណប់តែគាត់យកមិនបានទេព្រោះគេបានដៅមកហើយថាផ្ទះនេះទាល់តែម្ចាស់គេពិតប្រាកដទើបអាចរស់នៅបានឯកំណប់ទាល់តែកូនម្ចាស់ផ្ទះនោះធំពេញរូបពេញរាងទើបអាចយកបានត្រង់នេះតាសុងគាត់សង្ស័យថាកំណប់អាចនឹងនៅក្រោមសសរផ្ទះឬក៏ច្បាស់ជានៅក្រោមបាសាំងទឹកនេះតែម្ដងទើបគាត់ចាំសង្កេតមើលរហូតតាំងពីចំនួននៅជំរំថៃរហូតដល់ឥឡូវអត់មានឃើញអីសោះប៉ុន្តែបញ្ហានៅត្រង់ថាហោនោះមិនមែនជាហោតែម្នាក់ដែលទាយថាបែបនេះនោះទេគឺមានហោជាច្រើនសឹងតែគ្រប់ហោឲ្យតែមានឱកាសបានទាយគឺតែងតែទាយថាផ្ទះនេះមានកំណប់ទាំងអស់ពេលមួយនោះពួកខ្ញុំនៅតូចនៅឡើយប៉ាមិនអស់ចិត្តក៏ជីកបាតបាសាំងសាក់មើលប៉ុន្តែជីកបានមួយប្រឡោះមិនឃើញអីគាត់ក៏លែងជឿណាមួយស្ដាយខ្លាចខូចបាសាំងផងម្យ៉ាងរឿងកំណប់នេះបើគេមិនចង់ឲ្យយើងផងធ្វើម៉េចនឹងឃើញចំពោះហេតុផលចម្បងដែលធ្វើឲ្យប៉ានឹកឃើញជីកបាសាំងមើលគឺព្រោះតែសម្បីមនុស្សម្នាក់ក្នុងឆ្នាំ1998ម៉ាក់ខ្ញុំយកបងប្រុសខ្ញុំមកភ្នំពេញដើម្បីចាក់វ៉ាក់សាំងរលាកខួរក្បាលម៉ាក់ខ្ញុំគាត់ជាមនុស្សរស់រាយរាក់ទាក់ធ្វើឲ្យគ្រូពេទ្យប្រុសវ័យចំណាស់ម្នាក់គាត់ចូលចិត្តហើយគាត់ជួនជាឃើញសម្បត្តិកំណើតកូននៅភូមិគាពីស្រុកមោងនេះផងគ្រូពេទ្យនោះនិយាយថាកាលចំនួនពលពួតគាត់ធ្លាប់រស់នៅស្រុកនេះដែរហើយក៏សួរម៉ាក់ថាចុះមានស្គាល់ផ្ទះមួយដែលមានបាសាំងទឹកនៅម្ដុំវ៉ាសិនបូមឬអត់គាត់បញ្ជាក់ទៀតថាមានតែផ្ទះមួយនឹងទេដែលមានបាសាំងទឹកនៅភូមិនឹងម៉ាក់រីករាយដែលមានគេស្គាល់ផ្ទះគាត់ក៏ប្រាប់ថានឹងហើយជាផ្ទះខ្ញុំគ្រូពេទ្យនោះក៏ជ្រុលមាត់និយាយថាផ្ទះនោះមានគេកប់កំណប់ណាគេប្រាប់ខ្ញុំថាគេកប់នៅក្រោមបាសាំងទឹកនឹងខ្ញុំចង់យកដែរប៉ុន្តែហៅទាយថាមិនទាន់អាចយកបានទេទាល់តែឆ្នាំ2000ទើបយកបានម៉ាក់ខ្ញុំជាមនុស្សមិនលោភលន់ណាមួយគាត់នៅក្មេងហើយមិនជឿរឿងអស់ទាំងនឹងផងទើបគាត់ឆ្លើយថាចាំទទួលពេលដែលគ្រូពេទ្យនោះទៅរកកំណប់នៅឆ្នាំ2000ហ្នឹងហើយកាលហ្នឹងគាត់ក៏លួចគិតដែរបើគេយកកំណប់បានយើងម្ចាស់ផ្ទះដែលថាគេមិនអោយអីសោះប៉ុន្តែកន្លងមកដល់ឆ្នាំ2000ស្ងាត់មិនឃើញគ្រូពេទ្យនោះសោះទើបប៉ាកើតកំណត់ជីកបាសាំងមើលខ្លួនឯងប្រហែលឆ្នាំក្រោយមកទៀតនៅតែមិនឃើញគ្រូពេទ្យនោះមករកកំណប់រហូតមកដល់ឥឡូវជាង20ឆ្នាំហើយក៏ស្ងាត់មិនឃើញដែរម៉ាក់ថាប្រហែលជាគាត់ស្លាប់ឬមួយក៏ត្រូវគេប្រាប់ថាកំណប់នេះមិនមែនជារបស់គាត់ដូចអ្នកមុនក៏ថាបានចំពោះរឿងយកស័ព្ទវិញម៉ាក់ឃើញច្រើនដងណាស់តែពេលដែលគេហៅទៅយកម៉ាក់មិនហ៊ានទៅព្រោះម៉ាក់គិតថាចុះបើគេបញ្ឆោតយើងឲ្យទៅដើម្បីចាំកំណប់ជំនួសគេវិញនោះ
នឹងថារួចចុះបើទៅឃើញពស់ធំធំដូចគេដំណែមិនលោះពលឹងស្លាប់ហើយទេដូច្នេះគាត់ក៏ហីមិនខ្ចីខ្វល់ពេលខ្ញុំរៀនថ្នាក់ទី5ម៉ាក់យោសាប់ឃើញគេហៅឲ្យទៅយកកណុកម្ដងទៀតតែប្រលឹងម៉ាក់ក្នុងយោសាប់ប្រាប់គេថាមិនហ៊ានទៅយកទេព្រោះខ្លាចបើចង់ឲ្យយកមកដាក់លើផ្ទះឲ្យមកក្នុងយោសាប់ម៉ាក់ឃើញគេលើកកណុកមកដាក់លើផ្ទះឲ្យច្បាស់ក្រឡែតប៉ុន្តែស្អែកឡើងស្អាតចេះគ្មានឃើញអ្វីទាំងអស់គាត់អស់ជំនឿរលីងក្រោយមករំលងមិនបានប៉ុន្មានម៉ាក់គិតឃើញថាមុខរបរដែលគាត់រកស៊ីសពថ្ងៃគឺរបរម៉ៅម្នាស់ពីចំការគេយកទៅលក់នៅផ្សារបឹងឈូកខេត្តបាត់ដំបងនោះជារបរមិនគង់វង្សឡើយបើចំណេញក៏ចំណេញច្រើនបើជួនជាខាតក៏អាចនឹងលងចុងគាត់ពិបាកចិត្តចេះតែសម្រានមើលទូរទស្សន៍ដល់ជប់ជ្រៅគប់ជួនយប់មួយនោះគាត់មើលចំកម្មវិធីជ្រុងមួយនៃគំនិតដែលគេនិយាយអំពីដំណាំស្រកានាគម៉ាក់ចាប់អារម្មណ៍ក៏ហៅប៉ាឲ្យមកមើលជាមួយតែប៉ាគាត់មិនសូវខ្វល់ទេមានតែម៉ាក់ប៉ុណ្ណោះដែលជ្រួលជ្រួមនឹងដំណាំនេះក្រោយពីនិយាយជាមួយប៉ាឲ្យសម្រេចចិត្តដាំស្រកានាគនេះហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើវាម្ដងបន្តិចម្ដងរហូតបានជាផ្លែផ្កាល្បីពេញមួយស្រុកព្រោះបែបតានេះទើបម៉ាក់ដឹងថានេះហើយជាកំណប់ដែលគេយកមកដាក់ឲ្យដល់លើផ្ទះនោះឯងតែថាកំណប់ណាក៏ដោយចាយមិនបានមួយជីវិតនោះទេបើមិនមានអ្វីបន្ថែមសូម្បីដំណាំមានលើដីនេះក៏គង់តែហិនហោចតាមពេលវេលាដែររឿងកំណប់នេះមិនបញ្ចប់ត្រឹមនឹងនោះទេព្រោះនៅតែមានហៅផ្សេងទៀតមកនិយាយដដែលពីរឿងផ្ទះមានកំណប់ពិសេសគឺរឿងទាល់តែកូនម្ចាស់ផ្ទះទើបអាចយកបាននឹងតែម្ដងនៅឆ្នាំ2016ពេលខ្ញុំរៀនថ្នាក់ទី12ម៉ាក់យល់សពឃើញមនុស្សស្រី2នាក់មកយកកំណប់នោះក្នុងយល់សពលើកនេះម៉ាក់ឃើញបុរសក្បាលទំពាក់3នាក់អង្គុយដូចមុំចង្ក្រាននៅក្នុងរណ្ដៅដ៏ជ្រៅនិងមានក្រឡមួយនៅកណ្ដាលឃើញហើយគួរឲ្យខ្លាចគេជជែកគ្នាថាគួរតែឲ្យកំណប់ទៅស្ត្រីទាំង2នាក់នោះឬយ៉ាងណា2នាក់ថាឲ្យព្រោះគេចង់ទៅចាប់ជាថ្មីមិនចង់នឹងចាំកំណប់នេះតទៅទៀតប៉ុន្តែមានម្នាក់ដាច់អហង្ការថាមិនអាចឲ្យបានទេព្រោះត្រូវចាំកូនម្ចាស់ផ្ទះនេះធំសិនហើយចង្អុលមកមនុស្សម្នាក់ដែលម៉ាក់មើលឃើញត្រឹមតែជើងថានោះកូនគេចិត្តធំហើយតើចាំបន្តិចទៀតទៅត្រឹមនេះម៉ាក់ក៏ភ្ញាក់ដោយមិនទាន់ដឹងថាកូននោះជាកូនមួយណាដែលបាត់ថាឃើញជាជើងមនុស្សប្រុសប៉ុន្តែកូនប្រុសមាន2នាក់ឯនោះហ្នឹងតើម្នាក់ណានឹងយកកំណប់នេះបានឥឡូវពួកយើងវាលើសពីធំហើយណាចុះកំណប់នឹងកាល់បានឲ្យកូនដែលមិនត្រូវនៅឥឡូវចូលដល់សាច់រឿងកូនវិញម្ដងនេះនឹងនិយាយពីអំពីជំនឿលើរឿងគេមកយកប្រលឹងដូចជាសត្វខ្លាញ់ស្រាកយំឬឃើញពស់ធំជាដើមពិសេសប្រជាជនតំបន់ជនបទដូចជាពួកយើងជឿយកតតែមែនទែនក្នុងឆ្នាំ1992បន្ទាប់ពីរៀបការហើយប៉ាម៉ាក់គ្មានកូនទេទោះចង់បានយ៉ាងណាក៏ដោយរហូតដល់ជិត3ឆ្នាំក្រោយទើបមានគឺឆ្នាំ1995កូននេះស្អាតល្អសម្បកសភ្លឺថ្លោសត្រលុកដូចកូនកាត់មួយតងស្ទឹងនរណាមិនល្បីសរសើរថាកូននេះស្អាតល្អប្លែកដូចកូនពួកទាហានអ៊ុនតាក់នោះព្រោះសម័យនឹងជាសម័យពួកទាហានអ៊ុនតាក់ចូលស្រុកហើយគ្រប់គ្នាច្បាស់ជាដឹងហើយពីប្រវត្តិអ៊ុនតាក់មកស្រុកខ្មែរដើម្បីជួយរៀបចំការបោះឆ្នោតនោះបច្ចុប្បន្នយើងប្រហែលជាឮអំពីទារកដែលកើតមកមានទម្ងន់ថ្លោសដូចជា5ឬ6គីឡូហើយខ្លះ7គីឡូជាដើមដូចគ្នាដែរកូននេះក្នុងឆ្នាំ1995កើតមកមានទម្ងន់5គីឡូដោយសម្រាលតាមធម្មជាតិវាគឺជាការភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នាដែលមានវត្តមាននៅក្នុងពេលសម្រាលនោះដោយសារមុនពេលកើតគេគិតថាម៉ាក់ប្រហែលជាមានកូនភ្លោះច្រើនជាងទើបពេលកើតបានកូនតែមួយហើយធំវែងជាងខ្លួនម្ដាយទៅទៀតនេះគឺវាហួសស្មានពិតមែនគេថារបស់ល្អពិបាកថែណាម្យ៉ាងកូននេះល្អពេកមិនសមនឹងសាច់ឈាមប៉ាម៉ាក់ខ្ញុំសោះពេលកូនបាន7ខែរឿងចម្លែកក៏បានកើតឡើងថ្ងៃមួយពេលរសៀលចំពេលទឹកលិចត្រឹមជង្គង់ផងនោះម៉ាក់កំពុងអង្គុយយល់កូនងានៅលើផ្ទះយល់ចុះយល់ឡើងគាត់ក្រឡេកភ្នែកទៅលើឃើញពស់មួយយ៉ាងធំវាលើពីដានផ្ទះពស់ធំចិត្តប៉ុនសសរផ្ទះទៅហើយនរណាមិនស្លុត
ម៉ាក់ផ្្លាត់មាត់ស្រែកមួយអស់សំឡេងថាពោះធ្វើឲ្យភ្ញាក់កន្ត្រាក់រលឹកកូនងាដែលកំពុងលងលក់នោះឲ្យស្រែកយំវ៉ាស់ឡើងភ្លាមនោះដែរម៉ាក់ស្រែកហៅគេអ្នកចិត្តខាងប្រុសឲ្យមកជួយដេញពោះព្រោះបន្ទាប់ពីស្រែកហើយពោះនេះនៅនឹងថ្កល់មិនវាទៅណាឡើយពេលនោះមានញាតិប្រុសពេញកម្លាំង4នាក់មកជួយ2នាក់ឆ្កឹះទម្លាក់ពីខាងលើឯ2នាក់ទៀតចាំវាយនៅខាងក្រោមកាលនោះក៏មានអ្នកចិត្តខាងស្រីប្រុសផ្សេងទៀតមកឈួរចាំមើលដែរតែម៉ាក់មិនចាំបានតែ4នាក់ប្រុសនោះដោយកម្លាំងពួកគាត់ខ្លាំងមិនប្រមាណពោះនោះក៏ធ្លាក់ព្រូងចូលក្នុងបាសាំងបែកទឹកខ្ចាយមនុស្សទាំងអស់បូកទាំងម៉ាក់ខ្ញុំសុទ្ធតែបានឃើញបានឮថាពោះនោះធ្លាក់ចូលក្នុងបាសាំងទឹកក៏ប៉ុន្តែគ្មានពោះនៅក្នុងបាសាំងទឹកនោះទេគឺបាត់សូន្យហាក់ដូចវាគ្រាន់តែជាស្រមោលបំភាន់ភ្នែកឲ្យយើងឃើញថាពិតជាមានពោះមានតែវាមិនមានអញ្ចឹងដែរទាំងអស់គ្នាស្រឡាំងកាំងរកពោះមិនឃើញមិនដឹងវាចេញតាមផ្លូវណាបើពោះឡើងប៉ុណ្ណាប៉ុណ្ណីបច្ចុប្បន្នសាក្សីដែលឃើញពោះនោះបានស្លាប់អស់2នាក់ទៅហើយម្នាក់ស្លាប់ដោយរថភ្លើងកិននិងម្នាក់ទៀតស្លាប់ទាំងវ័យក្មេងដោយខ្យល់គូចាប់ពីថ្ងៃដែលឃើញពោះនោះមកកូនប្រុសដំបូងដ៏ល្អអត់ខ្ចោះនេះចាប់ផ្ដើមឈឺអត់ស្រាដាក់ថ្នាំអីក៏មិនត្រូវព្រោះកូនមួយនេះម៉ាក់ប៉ាខ្ញុំក្រអស់ពីខ្លួនគឺទទេស្អាតគ្មានសល់អីកាលនឹងម៉ាក់ថាលើខ្លួនគាត់មានលុយតែប៉ុន្មាន100រៀលប៉ុណ្ណោះហើយសូម្បីប្តីប្រពន្ធក៏ឆ្លោះគ្នាមិនឈប់រកលេងលះគ្នាម្ដងជា2ដងជារួមគឺជីវិតពួកគាត់ងងឹតឈឹងចុងក្រោយដល់គូនេះយកកម្មអស់ហើយស្លាប់បាត់ទើបពួកគាត់ស្រឡះខ្លួនរកឃើញពន្លឺវិញរឿងកូនមួយនេះយាយខាងម៉ាក់ខ្ញុំគាត់ធ្លាប់មើលហៅឃើញថាកូននេះជាកូនកម្មសម្បកគេល្អប៉ុន្តែលូអស់កម្មគេទៅវិញហើយលើកក្រោយហៅដដែលទីថាកូននេះគេមកយកទៅវិញតាំងពីថ្ងៃដែលឃើញពោះនឹងឯងយាយគាត់ដឹងថាម៉ាក់មិនជឿណាមួយក្មេងល្អស្អាតគាត់ក៏មិនហ៊ាននិយាយទាល់តែកូននេះស្លាប់បាត់ទើបប្រាប់ម៉ាក់ឯខ្ញុំវិញគិតថាមកពីជំនឿចាស់បុរាណនឹងហើយទើបគាត់ស្លាប់បើចាស់គ្រាន់តែលឺក្មេងឈឺមិនគិតឲ្យយកទៅពេទ្យទេដោយសំអាងថាអញចិញ្ចឹមកូនមករស់4-10នាក់មិនឃើញអីគិតតែរឿងហោរាគុនគូថ្នាំបុរាណតាមពិតក្មេងឈឺរលាកស្រោមខួរសោះហ្នឹងប៉ុន្តែឈឺជំងឺនេះទៅហើយបើមើលពេលនោះរស់ក៏មិនបានយូរដដែលក្មេងនៅស្រុកខ្ញុំដែលកើតក្នុងឆ្នាំនោះកើតជំងឺរលាកស្រោមខួរនេះច្រើនអ្នកណាស់ហើយស្លាប់ឡើង2តែម្ដងគេនាំគ្នាជឿថាជំងឺនេះឆ្លងពីចៃគោឯការចិញ្ចឹមគោជារឿងធម្មតាសម្រាប់អ្នកស្រុកនរណាក៏មានគោដែរចំនួននោះម្យ៉ាងវិស័យសុខាភិបាលកាលនោះនៅខ្សោយក្មេងស្លាប់ជារឿងធម្មតាទៅហើយអាចនិយាយថាសឹងតែមួយគ្រួសារមានកូនស្លាប់មួយក៏បានដែរកូនកម្មនោះស្លាប់ទៅបាត់ហើយនៅឡើយតែកូនអត់កម្ម3នាក់ក្រោយទេដែលលំបាកព្រោះសុទ្ធតែកូនសេរីម៉ែអាបំផ្លាញអស់អីថ្លៃនឹងមួយស្រុកមានតែមួយនោះឯងនេះជារឿងខ្មោចរឿងកំណត់និងរឿងកូននិយាយរួចហើយនៅឡើយតែរឿងខ្មោចត្រៀមរោមសម្រាប់បាសហើយឬនៅកូនក្មេងមកពីណាផ្ដើមដំបូងគឺជារឿងរបស់តាឈើដែលគាត់ធ្លាប់រស់នៅលើផ្ទះនេះដែរមុនពេលគាត់រើចេញទៅផ្ទះផ្សេងពេលនោះក៏មានមីងជីដូនមួយរបស់ប៉ាខ្ញុំម្នាក់ឈ្មោះយាយផាលីនិងគ្រួសារគាត់រស់នៅផ្ទះមួយខាងក្រោយផ្ទះខ្ញុំផ្ទះយាយផាលីនៅមិនឆ្ងាយប៉ុន្មានពីគុម្ពឫស្សីក្រោយផ្ទះគឺថាអាដៃណែនៅស្រុកមួងឫស្សីមិនខ្វះដើមឫស្សីពិតមែនគ្រាន់តែក្រោយផ្ទះខ្ញុំមានដើមឫស្សីឡើងធំចង្ក្រង2គុម្ពហើយក៏คล้ายជាចំណុចដំបូងបង្អស់ដែលចាស់គិតដល់ពេលដែលមានកូនចៅបាត់រកមិនឃើញតែរឿងរបស់តាឈើតអត់មានអីពាក់ព័ន្ធនឹងដើមឫស្សីទេហើយក៏មិនគួរឲ្យខ្លាចអ្វីដែរព្រោះគ្រាន់តែប្រលឹមឡើងស្រាងតាឈើតឈោក្រោមផ្ទះឃើញក្មេង2-3នាក់លេងទឹកពីងយាយផាលីជះទៅជះមកគ្មានសំចៃដៃតាឈើតគិតក្នុងចិត្តថាទឹកពីងខំរែកពីស្ទឹងមកឡើងហត់មិនក៏យាយផាលីបណ្ដោយកូនឲ្យជះលេងតាមសេរីបែបនេះ
គាត់ក៏ស្រែកហាមក្មេងៗទាំងនោះឲ្យឈប់ដល់ក្មេងមិនឈប់គាត់ក៏រកដាវទៅក្រោយហើយស្រែកហៅយាយផាលីម្ដងផាលីផាលីមិនបានឲ្យអាក្មេងៗវាចាស់ទឹកលេងទាំងព្រឹកអញ្ចឹងហ៎ចេញមកហាមវាបន្តិចមកអស់ទឹកខានដាំបាយស៊ីលើវ៉េប៉ុន្តែពេលដែលគាត់ទៅកាន់តែជិតស្រាប់តែបាត់ក្មេងៗនោះអស់ដូចគេជប់ចុះវាទៅឯណាវាអស់ហើយមិនឃើញនៅនឹងសោះសំខាន់ទឹកពាងអត់មានស្រក់ឯនៅលើដីក្បែរពាងក៏គ្មានទឹកសើមដែរពេលដែលហៅយាយផាលីមកសួរទើបតាឈូតដឹងថាវាគ្រាន់តែជាការក្រោកពីប្រលឹមងូតទឹកទៅធ្វើការរបស់ពួកម្រេចគង្វាលតែប៉ុណ្ណោះឯងព្រោះកូនយាយផាលីនៅកំពុងដេកដាស់មិនទាន់ភ្ញាក់នៅឡើយទេនេះគ្រាន់តែចង់ប្រាប់ថាពួកនេះមកឡអត់គិតម៉ោង12ថ្ងៃត្រង់ឬ12យប់ទេជារួមគឺគេចេញធ្វើការធ្វើងារពីព្រឹកដូចតែយើងដែរនឹងត្រឹមតែស្រមោលសោះខ្លាចដែរវគ្គ2ស្រមោលនរណាឆ្នាំ1990ជាចំនួនដែលមួយភូមិមានទូរទស្សន៍សខ្មៅមួយសម្រាប់ចាក់រឿងមើលតែភូមិខ្លះក៏មានលើសនឹងដែរផ្អែកតាមជីវភាពជាក់ស្ដែងនៅក្នុងភូមិរបស់ខ្ញុំមានផ្ទះមួយដែលមានម្ចាស់ឈ្មោះដារិនគាត់មានជីវភាពធូរធារជាងគេហើយមានទូរទស្សន៍រាល់ប្រលប់គាត់តែងចាក់វីដេអូរឿងមានជារឿងខ្មែរឬសាសគេផ្សេងដូចជាថៃជាដើមដោយយកកម្រៃខ្លះៗពីអ្នកទៅមើលចាត់ទុកថាជារបរក្រៅមួយម្នាក់ឲ្យតែដល់ម៉ោងគឺដឹងតែគៀងគោគ្នាទៅមើលវីដេអូនៅផ្ទះដារិនស្ងាត់បាត់ពីផ្ទះអស់ទាល់យប់ល្មមវីដេអូចប់ទើបត្រឡប់មកផ្ទះវិញដោយសារផ្ទះនេះជាផ្ទះគេខាងប៉ាទើបនៅជាប់របងជាមួយផ្ទះយើងគឺជាផ្ទះម្ដាយមីងរបស់ប៉ាគាត់ឈ្មោះយាយហូហើយគាត់រស់នៅជាមួយនឹងយាយរបស់ប៉ាគឺយាយទួតហុកប្រលប់មួយដែលគ្រប់គ្នាទៅមើលវីដេអូដូចរាល់ដងទួតហុកប្រាប់យាយហូថាឲ្យទៅមុនគាត់ទៅព្រោះគាត់ចង់បត់ជើងតូចបន្តិចសិនឮដូចនេះយាយហូក៏ទៅមុនព្រោះខ្លាចគេលេងវីដេអូចោលមួយបាត់ទួតហុកបត់ជើងនៅដុបព្រៃខាងមុខផ្ទះភ្នែកគាត់ក្រឡេកឃើញស្រមោលរៀងដូចមនុស្សស្រីម្នាក់អង្គុយលើជណ្ដើរគាត់ក៏ស្រែកហៅដោយគិតថាជាម៉ាក់ខ្ញុំមីមុំម៉ាថ្មនឹងហើយថ្ងៃអត់ទៅមើលវីដេអូទេអីមកទៅជាមួយអញទៅឥឡូវហ្នឹងឯងស្ងាត់ឈឹងមិនលឺសំឡេងតបស្រមោលសស្គងងើបពីជណ្ដើរដើរទៅក្រោយផ្ទះឯទួតហុកដោយចម្ងល់គាត់ក៏ដើរតាមចុះយ៉ាងម៉េចវាអញសួរមិនឆ្លើយទៅដល់ក្រោមផ្ទះស្រាប់តែបាត់ឈឹងគាត់ស្រែកហៅម៉ាក់2-3ដងទៀតមិនលឺសំឡេងឆ្លើយណាម្យ៉ាងដូចរៀងព្រឺសម្បុរតិចផងគាត់ក៏ប្រញាប់ញាប់ជើងទៅផ្ទះដារិនទៅដល់នោះឃើញម៉ាក់ខ្ញុំឲ្យចងងគាត់ខឹងក៏សួរថាមិនបានជាគាត់ហៅមិនឆ្លើយហើយដើរទៅក្រោយផ្ទះធ្វើប្រងើយអញខំហៅវាមកបាន2នាក់ហើយវាមិនឆ្លើយបែរមកតែឯងវិញម៉ាក់រៀងងីងឺហើយប្រាប់ទៅវិញថាគាត់មកតាំងពីយូរហើយគឺមកមុនយាយហូមកដល់ទៅទៀតឯយាយហូនឹងអ្នកឯទៀតក៏ធ្វើសាក់សីឲ្យម៉ាក់ផងដែរចុះអាណាគេអង្គុយលើជណ្ដើរផ្ទះនាងឯងអ្នកណាទៅដឹងបើឃើញតែគាត់ម្នាក់ឯងហ្នឹងគាត់និយាយរៀបរាប់ប្រាប់អ្វីដែលគាត់ជួបអ្នកខ្លះបន្ទោសថាមកពីគាត់ចាស់ភ្នែកមើលមិនច្បាស់ហើយស្រវាំងនឹងឯងតាំងពីពេលនោះមកទួតហុកខ្លាចលេងហ៊ាននៅតែម្នាក់ឯងឬដើរអត់គ្នាពេលទៅមើលវីដេអូទៀតមិនមែនគាត់ចាស់កាន់ធัวហើយនៅតែខ្លាចនោះទេតែនេះវាស្ដែងពេកសម្រាប់គាត់បើយើងវិញប្រហែលរត់គ្មានងាកក្រោយផងមិនមែននៅតែដើរដូចគាត់ទេវគ្គ3ម្រាមដៃអូនស្អាតម្រាមស្អាតនេះមិនមែនម្រាមម៉ាក់ខ្ញុំឬម្រាមខ្ញុំស្អាតនោះទេគឺជាម្រាមគេនោះវាស្អាតល្អបានជាគេខំអួតបង្ហាញនឹងម៉ែកាលនឹងឆ្នាំ1999ខ្ញុំនៅបៀមតងសុកម៉ាក់នៅឡើយមិនទាន់ឃើញពន្លឺព្រះអាទិត្យទេអ៊ីនចឹងហើយទើបបានថាមិនមែនម្រាមដៃខ្ញុំយប់នោះម៉ាក់មិនបានទៅមើលវីដេអូទេទាំងគេគ្រប់គ្នាទៅមើលវីដេអូអស់ឡើងស្ងាត់ភូមិម៉ាក់អុចចង្គៀងផ្លុំអង្គុយកាត់ក្រចកតែម្នាក់ឯងឯបងប្រុសខ្ញុំដែលនៅតូចមួយខួបជាងនៅដេកលក់ក្នុងមុងក្បែរនោះផ្ទះមួយបណ្ណាណៃចេះនៅម្នាក់ឯងតែ2អ្នកកូនតូចទាំងកណ្ដាលអត្រាតកើតនេះខ្ញុំស្ងើចម៉ាក់ខ្ញុំ
បើខ្ញុំវិញមិននៅទេគ្មានខ្មោចក៏ខ្លាចមនុស្សដែរចំនួននោះមានសន្តិសុខសង្គមពីណាមកឈ្ងោកកាត់កញ្ចក់សុកស្រាប់តែមានម្រាមដៃស្រលូនស្អាតគ្រប់ម្រាមទាំង10លោកតាមប្រឡោះទ្វារផ្ទះមួយយឺតប៉ុន្តែទ្វារបិទចិត្តឈឹងគ្មានប្រហោងទេទោះអត់ចាក់សោក៏ដោយចុះលោកចូលមកបានដោយរបៀបម៉េចបើអត់អង្គើទ្វារបន្តិចផងនោះនេះជាតិចនិចរបស់គាត់ដែលលោកចូលមកបានពិតជាពិសេសមែនហើយចុះលោកមកនេះក្នុងបំណងអីដែរចង់កាត់ក្រចកដែរមែនប៉ុន្តែថាកន្ត្រៃមនុស្សលោកធម្មតាអញ្ចឹងកាត់កើតដែរម៉ាក់ស្មានថាជាមីងខ្ញុំឈ្មោះមីងសុកណាគាត់ជាប្អូនពៅប៉ាដែលមកលេងពីភូមិព្រៃស្វាយនៅចម្ងាយ8គីឡូម៉ែត្រពីយើងមីងសុកណាចូលចិត្តមកដេកលេង2-3ថ្ងៃទៅវិញតែយប់នេះក៏ដូចជាពេលដែលគាត់មករាល់ដងគឺទៅមើលវីដេអូជុំគេជុំឯងបាត់ទៅហើយម៉ាក់ឃើញម្រាមដៃស្អាតលូកចូលមកគាត់គិតថាមីងសុកណាលូលេងជាមួយគាត់ក៏ហៅសុកណាមកវិញហើយទ្វាចាយអត់ដាក់កលឹះទេមិនចូលមកលូកតែដៃមកធ្វើអីស្រាប់តែអ្នកម្ចាស់ដៃដកទៅវិញបាត់ម៉ាក់ឆ្ងល់ថាដកដៃហើយមិនបើកទ្វារគាត់ក៏បើកទ្វារមើលស្ងាត់ឈឹងទុទេស្អាតគ្មានអីទាំងអស់គ្មានសម្បៅមនុស្សអីសូម្បីម្នាក់បើមីងសុកណាមែនខ្ញុំថាគាត់ប្រហែលជាត្រូវផ្លោះចណ្ដើរដែលមាន9កម្មនេះពីកម្មទី1រួចមកដល់ដីតែម្ដងហើយទើបអាចគេចរួចមិនឲ្យម៉ាក់ខ្ញុំឃើញស្រមោលបានពិសេសគឺត្រូវចេះល្បិចកុំឲ្យលឺសំឡេងទៀតផងប៉ុន្តែផ្ទះចណ្ដើរ9កម្មនេះមិនមែនទាបទេណាមួយកម្មចន្លោះពីគ្នាធំគ្រាន់បើនេះបើផ្លោះបានមែនទាល់តែអ្នកនោះភ័យស្លន់ណាស់ទើបធ្វើបានចាស់គឺទាល់តែភ័យស្លន់ដោយពូខ្ញុំនៅថ្ងៃដ៏ពិសេសមួយនោះអញ្ចឹងម៉ាក់ខ្ញុំកាលនោះចិត្តគាត់ខ្លាំងសម្បើមណាស់ឃើញប៉ុណ្ណឹងហើយនៅតែមិនអីទោះពេលដែលសួរមីងសុកណានិងអ្នកផ្សេងទៀតទៅដឹងថាប្អូនមិនបានមកលេងមែនក៏ដោយនេះប្រហែលគាត់រៀនផ្សំចិត្តឲ្យស៊ាំឲ្យហើយទៀតដឹងវគ្គ4គាត់គោះមិនចេះខ្ជិលអស់ពីរឿងលូកម្រាមដៃដែលម៉ាក់ឃើញតែម្នាក់ឯងចូលដល់រឿងគោះជញ្ជាំងនិងក្តារផ្ទះវិញម្ដងនិយាយពីថាមកយប់គោះនោះគោះមិនចេះហត់គោះមិនឲ្យអស់លោកណាបានដេកពីយប់ដំបូងដែលឮសំឡេងគោះម៉ាក់ដើរកាន់ជង្គៀងទៅកន្លែងដែលឮសំឡេងគោះនោះដើរដល់ជ្រុងនេះអស់លោកគាត់ទៅគោះនៅជ្រុងខាងនោះគាត់គោះសសរខាងកើតតែពេលដើរទៅដល់គាត់បដូរទៅគោះឯខាងលិចលុះម៉ាក់ខ្ញុំធុញឈប់ដើររកមើលគាត់មកគោះនៅក្បែរត្រចៀកថាធុញនោះធុញកាលនោះម៉ាក់នៅតែម្នាក់ឯងជាមួយកូនតូចព្រោះប៉ាទៅធ្វើការរោងចក្រនៅភ្នំពេញអារឿងគោះជញ្ជាំងនេះប្អូនប្រុសម៉ាក់គឺពូថននិងពួកម៉ាក់គាត់ដែលនៅផ្ទះជិតនេះដែរគឺពូចាបសុទ្ធតែមានបទពិសោធន៍ដើរតាមសំឡេងគោះនេះទាំងអស់គ្នាមួយយប់ម៉ាក់ខ្ញុំនិយាយជាមួយពពួកអត់រូបរាងទាំងនេះឡើងហត់បើឥឡូវវិញគេថាគាត់កើតរោគសរសៃប្រសាទហើយបើនិយាយតែម្នាក់ឯងបែបហ្នឹងនេះរឿងគោះយូរទៅម៉ាក់ដឹងកាយ៉ាងគាត់លេងខ្វល់អស់លោកគាត់ចាប់ផ្ដើមរបរថ្មីមួយទៀតគឺរបរលាងជើងនិងបោះផ្ទះវគ្គ5ពួកគាត់អ្នកស្អាតនេះអស់ពីរឿងគោះចូលរឿងសម្អាតវិញម្ដងរៀងរាល់យប់ឡើងពេលដែលយើងឡើងលើផ្ទះអស់ហើយចូលដេកស្ងាត់តែងតែឮសំឡេងគេចាក់ទឹកលាងជើងឈូសឹងអស់កន្លះបាសាំងទម្រាំឈប់ក្នុងចិត្តម៉ាក់គិតថាបើលាងម្លឹងបូមទឹកដាក់ម្ដេចនឹងឈ្នះតែក៏ថោអរាល់ព្រឹកដែលឃើញថាទឹកនៅដដែលដូចពីល្ងាចមិនបានបាត់ទៅណាបើតាមតែសំឡេងគាត់ចាក់លាងជើងមួយបាសាំងប្រហែល3ថ្ងៃអស់ហើយបន្ទាប់ពីលាងជើងរួចគាត់ដើរឡើងចណ្ដើរទំទាំតាំងខ្លាចគេមិនលឺឡើងរង្គៀអស់មួយផ្ទះរួចបើកទ្វារក្រាស់ដែលគ្មានរូបរាងគឺឮតែសំឡេងបើកទ្វារប៉ុន្តែទ្វារនៅបិទដដែលគ្មានបានបើកអីទេដូចដែលលាងជើងហើយទឹកនៅដដែលអញ្ចឹងឯងពេលបើកទ្វារចូលដល់ក្នុងផ្ទះគេចាប់បើកទូរើអីវ៉ាន់ត្រង់នេះម៉ាក់សន្មតថាកណ្ដុរទោះជាឈួលចង្គៀងដើរទៅមើលអត់ឃើញអីហើយរបស់របរនៅមានរបៀបដូចដើមក៏ដោយថាបានហើយឈប់រើទៅខោអាវគេរៀបស្អាតហើយ
ខំរឿងធ្វើអីរញ៉េរញ៉ៃអស់ហើយនេះជាសំឡេងម៉ាក់ដែលតែនិយាយពេលឮគេបើកទូរើអីវ៉ាន់ម្ដងឈប់ពីរើអីវ៉ាន់ក្នុងទូអ្នកខាងនោះទីខ្ញុំបោកផ្ទះវិញម្ដងបោកនោះបោកដូចលើផ្ទះនេះស្តុកដីទុកលក់បន្តអញ្ចឹងធុញពេកម៉ាក់ក៏ស្រែកប្រាប់បោកល្មមបានហើយផ្ទះគេបោកជូតស្អាតអស់ហើយមានដីពីណាមកទៀតគឺរឿងដដែលនេះកើតឡើងរាល់យប់ដោយផ្ទះនេះមានមួយគ្រួសារផ្សេងទៀតរស់នៅដែរអញ្ចឹងយូរទៅម៉ាក់ធុញគាត់ក៏ឈប់ចរចាឲ្យគេធ្វើអីក៏ធ្វើទៅគេទៅធ្វើម៉េចយើងខំរៀបចំបោកសម្អាតហើយគេចេះតែមើលមិនឃើញស្អាតបែបនេះបើគេអ្នកស្អាតជាងយើងទៅហើយរឿងលៀងជើងនេះដែរបន្តទៅជារឿយរហូតដល់ប្អូនប្រុសពើខ្ញុំកើតមកហើយប៉ាទៅធ្វើការខ្ញុំគីនៅស្រុកថៃពេលនោះបងប្រុសខ្ញុំដែលធំអាយុ7 ឬ 8 ឆ្នាំចេះតែផ្អើលគ្រប់ពេលដែលឮសំឡេងនោះថាម៉ាក់អើយប៉ាមកផ្ទះវិញហើយសំឡេងលៀងជើងម៉ាក់អញឮអត់ប៉ាមកផ្ទះវិញហើយម៉ាក់ដឹងរឿងក៏លួងបងខ្ញុំថាគេទេកូនមិនមែនប៉ាទេគេណាម៉ាក់ដេកទៅកូនមិនបាច់ចង់ដឹងទេចាំធំចាំម៉ាក់ប្រាប់តែក្រោយមកបងខ្ញុំគាត់ដឹងតាមអ្នកចិត្តខាងថាផ្ទះយើងមានខ្មោចគាត់ដឹងថាគេដែលម៉ាក់ប្រាប់នោះជាអ្វីហើយក៏លែងសួរប៉ុន្តែគាត់ចេះខ្លាចរហូតមកដល់តែធំអាយុ14 15ឆ្នាំទើបជប់ខ្លាចឯខ្ញុំវិញគ្មានដឹងខ្យល់អីទេតាំងពីកោតមករហូតដល់រឿងនោះស្ងាត់បាត់ទៅវិញបានជួបតែម្ដងអុយគត់អានឹងចាំប្រាប់វគ្គក្រោយវគ្គ6ឈុតផ្លោះជណ្ដើរនេះជាការដំណើររបស់ពូថនពីបទពិសោធន៍របស់គាត់លើផ្ទះខ្ញុំ2នាក់ពូចាពួកម៉ាក់គាត់លើកនេះពួកគាត់នៅផ្ទះខ្ញុំតែ2នាក់ព្រោះម៉ាក់នាំពួកខ្ញុំមកមើលវីដេអូនៅផ្ទះយាយសនម្ដាយពូចាបវិញពូថននិងពូចាបជាក្មេងរៀនវិទ្យាល័យប្រហែលជាទី11ឬ12អីនឹងឯងចំពោះរឿងគោះអីហ្នឹងគាត់ធ្លាប់ជួបហើយជាមួយម៉ាក់ខ្ញុំប៉ុន្តែលើកនេះគឺឈុតពិសេសសម្រាប់ពួកគាត់ទាំង2នាក់ពេលដែលគ្មានម៉ាក់នៅជាមួយដំបូងគឺចាក់ទឹកលាងជើងដូចដែលបានប្រាប់ពីមុនរួចហើយចែអញមកវិញហ្នឹងមែនពូថនស្រែកសួរពីលើផ្ទះដោយគិតថាជាម៉ាក់ខ្ញុំចាក់ទឹកលាងជើងព្រោះម៉ាក់ជាអ្នកស្អាតជាទូទៅគឺគាត់ចូលចិត្តដងទឹកមួយធុងដាក់ក្បែរជណ្ដើរសម្រាប់ពួកយើងលាងជើងសួរមួយម៉ាត់ស្ងាត់ឈឹងមិនឆ្លើយហើយឮសំឡេងដើរឡើងជណ្ដើរតឹងទំទាំសឹងបាក់ជណ្ដើរចោលចែពូថនស្រែកសួរជាថ្មីពេលឡើងជណ្ដើរដល់មាត់ទ្វារគេបើកទ្វារក្រាក់ពូថននិងពូចាបហៀបនឹងសួរទៅហើយថាម៉េចសួរមិនឆ្លើយប៉ុន្តែទ្វារដែលបើកនេះឮតែសំឡេងគ្មានរបើកទ្វារមែនទេដូចដែលយើងគិតនោះទេស្រមោលសស្គងផុសចេញពីទ្វារដើរទៅកាន់ទូខោអាវហើយបើកទូខ្វាក់ដូចជាទ្វារផ្ទះអញ្ចឹងគឺមានតែសំឡេងរួចចាំអង្កលបើឃើញស្រមោលស្រស់ហើយនោះពូទាំងពីរស្ទុះវឹងបើកទ្វារជន់ចណ្ដើរតែមួយកម្មហក់ព្រុសដល់ដីមិនតាំងបានចាប់ភ្លឹកថាផ្លោចណ្ដើរ8កម្មទៀតផងពួកគាត់រត់មកដល់ផ្ទះយីសួនឃើញម៉ាក់នៅមើលរឿងធ្វើមិនដឹងចែមិញមានទៅផ្ទះដែរពូថនសួរទាំងហត់ក៏ខុសវាទៅធ្វើអីវ៉ាក៏ពុំមើលរឿងម៉ារីម៉ាស៊ូជីអូអានេះជក់ចង់ងាប់ហើយយីដែលមើលរឿងជាមួយឆ្លើយជំនួសម៉ាក់សួរថាយ៉ាងម៉េចពូក៏បកទៅវិញថាហើយគេលៀងជើងឡើងចណ្ដើរចឹងឯងរាល់ថ្ងៃហ្នឹងហ៎លៀងរាល់តែថ្ងៃហ្នឹងឯងម្ដងអូសចង់កន្លះបាសាំងឯនោះម៉ាក់ឆ្លើយធ្វើឲ្យដូចអត់ខ្វល់តែអញឆ្ងល់លៀងមិនចេះអុសទឹកសោះយប់នឹងខ្ញុំមិនដេកទេចែខ្ញុំដេកនៅផ្ទះជាមួយអាចារ្យវិញតោះអាចារ្យពូថននិងពូចាស់ដើរចេញយីសួរម៉ាក់ខ្ញុំវាស្អីហូម៉ាក់តបថាដោយខ្ញុំធ្លាប់ប្រាប់អ៊ំឯងនោះអា2នាក់នឹងសង្ស័យឃើញស្រស់ហើយបានស្លន់ដល់ម្លឹងព្រោះគាត់ធ្លាប់និយាយប្រាប់អ្នកភូមិជិតផ្ទះជារឿយហើយថ្ងៃហ៊ានដេកជាមួយកូនដែរបើអា2នាក់នេះវាមកដេកឯនេះហ៎ខ្ញុំធ្លាប់ហើយអ៊ំអើយគេតេះរាល់ថ្ងៃមួយថ្ងៃខ្ញុំឆ្លោះទៅជាមួយខ្មោចនឹងអ៊ំអញកោតចិត្តនាងឯងហើយហ៎
ម៉ាក់សើចហើយបន្តមើលរឿងទៀតតលតែចប់ទើបមកផ្ទះប៉ុន្មានថ្ងៃក្រោយមកគាត់ភ្លេចឈប់ខ្លាចទើបពូថនត្រឡប់មកដេកជាមួយម៉ាក់វិញប៉ុន្តែទាល់តែម៉ាក់នៅជាមួយបើម៉ាក់អត់ទាន់មកផ្ទះគាត់ក៏មិនមកដែរព្រោះខ្លាចគេលេងលើសលើកមុនវគ្គ7អង្រឹងស្នេហាកណ្ដាលរាត្រីឮអង្រឹងស្នេហាទឹកឡូគិតថាប៉ាម៉ាក់ខ្ញុំគេងយល់អង្រឹងជាមួយគ្នានៅពេលយប់ហើយឃើញខ្មោចឆោះមិនមែនទេគឺខាងនោះគាត់យល់អង្រឹងតែគ្នាគាត់ទាំងកណ្ដាលរាត្រីខែភ្លឺទៅតើវាជាបទពិសោធន៍របស់យីខឿតដែលមានផ្ទះនៅខាងស្ដាំផ្ទះខ្ញុំយប់មួយចំជាយប់ខែខ្នើតមានពន្លឺព្រះច័ន្ទភ្លឺថ្លាយីខឿតចុះមកបត់ជើងតូចតាមទម្លាប់ហើយក៏ច្រឡំភ្នែកក្រឡេកមកខាងផ្ទះខ្ញុំឃើញនៅផ្នែកខាងមុខដែលគ្មានក្តារគ្មានជញ្ជាំងមានតែសសរនិងរនួតនេះត្រូវបាននរណាម្នាក់យកអង្រឹងមកចង់យល់លេងកំសាន្តស្រូបខ្យល់អាកាសនាពេលរាត្រីយ៉ាងរំភើយដូចគ្មានចម្ពាក់អ្នកណាមួយរៀលយាយខឿតខំសម្លឹងមើលក្រែងលោកឃើញអ្នកកំពុងដេកយល់អង្រឹងតែមិនឃើញគាត់ចេះតែឆ្ងល់ក្នុងចិត្តចុះមីមុំវាក្តៅស្អុកស្អីវាបានមកចង់អង្រឹងដេកនៅខាងក្រៅនឹងវិញហើយវាឡើងទៅចង់លើនឹងយ៉ាងបើគ្មានកន្លែងឡើងទៅផងគ្រាន់តែគិតដល់គ្មានអ្វីដែលជាជំនួយឲ្យឡើងទៅចង់អង្រឹងនៅត្រង់នឹងបានយាយខឿតផ្ដើមបះរួមតិចតិចដូចមិនសូវស្រួលអញសង្ស័យតែឡើងដេកវិញសិនចាំស្អែកចាំសួរមីមុំស្អែកឡើងយាយខឿតនិយាយរឿងឃើញគេចង់អង្រឹងប្រាប់ម៉ាក់ក៏ប្រាប់វិញថាមីងអើយផ្ទះខ្ញុំបោះក្តៅស្អុកណោះបើកទៅទ្វារក្រោយទៅខ្យល់ចូលបក់ប៉ាងជើងមុំចាំបាច់ទៅចង់នៅអញ្ញាមុខនឹងធ្វើអីវាសំខាន់ឡើងទៅចង់មិនកើតទៀតហ្នឹងអញគិតថាឡើងចង់លើនឹងមិនកើតនឹងហើយបាត់ចាំសួរនាងឯងនឹងអានេះគេលើអញមែនស្មានតែវានឹកឃើញនាំប្តីប្រពន្ធមកចង់អង្រឹងឌីកសាសងគ្នាក្រៅផ្ទះវគ្គ8រទេះសេះកណ្ដាលអាត្រៀតអារឿងរទេះសេះនេះណាផ្អើលគេអស់មួយភូមិមិនដឹងជាគាត់អបសុកស្អីគាត់ទំនេរអត់ការងារធ្វើមករករឿងអូសក្តារក្រោមផ្ទះហើយដាក់រទេះសេះដឹកឡើងគុក្រឹកគុក្រែងពេញមួយយប់នៅស្រុកភូមិជនបទដូចយើងនេះចោរចូលមកលួចយករបស់របរឬមន្ទាវាជារឿងធម្មតាទៅហើយជាពិសេសគឺខៅអៅតែយប់ឡើងភ្លេចសារមកទុកលើផ្ទះស្អែកឡើងច្បាស់ជាបាត់ស្រមោលមិនខានតែផ្ទះខ្ញុំនេះវាមានរឿងផ្សេងដូចដែលដឹងមកថាផ្ទះខ្នងខាងមុខនឹងវាបាត់ក្តារអស់មានតែរនួតហើយបង្អួតនឹងក៏បាត់ខ្លះរាល់ថ្ងៃប្រើសង្កសីមកជួសអ៊ីងចឹងហើយទើបពេលរកលុយបានម៉ាក់សន្សំទិញឈើគេទុកពេញក្រោមផ្ទះពេលមានលុយធ្វើបំពេញផ្ទះឲ្យស្អាតបាតកុំឲ្យប្រហោងធ្លុងខាងមុខហើយជន់ដៅមកនៅកណ្ដាលផ្ទះបែបនឹងទៀតក៏ដោយសារតែមានឈើពេញក្រោមផ្ទះនេះហើយបានជាអស់លោកអ្នកចូលចិត្តធ្វើរឿងប្លែកបែបរំភើបនោះបង្កជាហេតុភេទមួយគឺរើក្តារក្រោមផ្ទះខ្ញុំព្រុសប្រាស់ប្រោះឡើងផ្អើលទឹកផ្អើលដីផ្អើលដល់អ្នកជិតខាងទៀតគ្រាន់តែរើមិនអស់ចិត្តគាត់ថែមទាំងប្រើរទេះសេះដឹកឡើងគុក្រឹកគុក្រែងហើយកុំសួរថាតើមានអ្នកចោះមើលឬអត់គ្មានទេគឺនរណាក៏គិតថាជាចោរដែរហើយមកចេញប្រតិបត្តិការគ្មានថ្នមសម្លេងបែបនេះគេគិតថាច្បាស់ជាវាមានគ្នាច្រើននិងមានកំភ្លើងផងមិនដឹងព្រោះចំនួននោះមិនខ្វះទេអារឿងចោរប្លន់បាញ់សម្លាប់នោះគិតអញ្ចឹងហើយនរណាហ៊ានតែម៉ាក់ខ្ញុំមានអារម្មណ៍ដឹងថាមិនមានចោរមកពីណាទេគឺច្បាស់ជាពួកនឹងតែម្ដងគេលេងរសជាតិថ្មីបំភ័យមនុស្សមួយភូមិម៉ាស៊ីនប៊ូមពេលដែលរាត្រីរន្ធត់ដូចមិនសូវភ័យនេះកន្លងផុតពោលគឺព្រលឹមស្រាងអ្នកចិត្តខាងមកសួរលន់ពីរឿងឈើក្រោមផ្ទះគេសតតែគិតថាច្បាស់ជាបាត់អស់មិនខានបើរទេះសេះឡើងច្រើនជើងឯម៉ាក់ខ្ញុំវិញចាំគេផ្អើលអស់ចិត្តដល់មានអ្នកមកដល់ក្រោមផ្ទះបានប្រាប់នេះឈើខ្ញុំពូមីងគ្រាន់តែមើលក៏ដឹងថាគ្មានបាត់មកសន្លឹកទៅហើយយីនាងឯងច្បាស់ម្លេះហើយមានរាប់ហើយឬនៅទៅរាប់ធ្វើអីមីងអើយតាមតែសំលេងរោជប់មិញគេយកអស់ហើយវាមិនដែលឃើញដូចពេញក្រោមផ្ទះទាំងអស់អញ្ចឹងណាតែអញឮច្បាស់ណាស់
លឺមកពីមីងឯងមិនហ៊ានចុះមើលអាណាហ៊ានហងបើចៅមែនងាប់ហើយឥឡូវឃើញហើយថាចៅឬមិនចៅគាត់លេងឲ្យតែគេមិនបានដេកតែអញ្ចឹងវគ្គ9ជាងពិសេសនេះជាបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ជាមួយផ្ទះនេះវាជាពេលដែលប៉ាទៅធ្វើការនៅថៃខ្ញុំអាយុប្រហែល5ឆ្នាំពូថនឈប់មកដេកជាមួយពួកយើងហើយតែលើកនេះគឺពូជៀនប្អូនពៅម៉ាក់ម្ដងផ្ទះយើងមានគ្រែឈើមួយយ៉ាងធំស្អាតប៉ុន្តែម៉ាក់ចូលចិត្តសម្រានលើក្តារដែលយើងជូតជាមួយស្រកៃដូងនិងទៀនឲ្យរលោងស្រើងវិញក្តារផ្ទះយើងរលោងណាស់ដើរតែមិនស្រួលដួលអុកគូតមិនខានវាជាស្គីពិសេសរបស់បងប្អូនពួកខ្ញុំមានតែស្រោមជើងម្នាក់មួយគូនឹងគឺសប្បាយដួលងាប់ចោលពេលនេះផ្ទះយើងមានទូរទស្សន៍ color និងក្បាលចាក់ VCD ពេលថ្ងៃម៉ាក់ជួលរឿងថៃមកចាក់ឲ្យគេមើលដោយយកលុយចំណេញខ្លះៗពូជៀនមកដេកជាមួយយើងដោយគាត់ដេកលើគ្រែប៉ុន្តែព្រឹកឡើងកាលណាឃើញតែនៅក្រោមគ្រែមិនដឹងជាគាត់ដេកយ៉ាងម៉េចគាត់នៅថ្ងៃកើតហេតុម៉ាក់និយាយទូរស័ព្ទជាមួយប៉ារឿងសន្សំលុយបានចង់ធ្វើបង្អួចមួយដែលនៅខាងត្បូងជិតបង្អួចក្បាលដំណេកព្រោះវាជាបង្អួចឈើមួយចំហៀងសងកសីមួយចំហៀងពួកគាត់និយាយត្រូវរូវគ្នាថាចាំប្រាប់ជាងឲ្យមកធ្វើស្អែកប៉ុន្តែមានអីណាយប់នឹងជាងពិសេសគាត់ធ្វើឲ្យវាព្រឹកគ្មាននរណាបានដេករួមទាំងអ្នកជិតខាងខ្ញុំដូចអាយុរើឈើក្រោមផ្ទះនោះអញ្ចឹងយប់នោះអ្នកផ្ទះយើងមានគ្នា5នាក់គឺម៉ាក់ពូជៀននិងបងប្អូនខ្ញុំ3នាក់សុទ្ធតែទទួលបានការរំខានពីការធ្វើបង្អួចនេះទាំងអស់ប្អូនពៅខ្ញុំវានៅតូចអញ្ចឹងចង់សំឡេងអីក៏សំឡេងទៅវាមិនខ្វល់គិតតែដេកលក់រហូតហើយខ្ញុំនិងបងខ្ញុំជាមួយពូឈួលចង្គៀងដើរទៅជិតបង្អួចនោះគុំឆ្ងល់ថាហេតុអីមានបោទូរទស្សន៍កឡហើយមិនបានមិនបើកភ្លើងព្រោះយើងខ្លាចផ្អើលពួកគាត់ណាមួយភ្លើងវាខ្សោយហើយអំពូលវាតូចឯផ្ទះវាធំភ្លើងមិនដល់កន្លែងបង្អួចនោះទេដូច្នេះមើលមិនច្បាស់ទាល់តែអ៊ុតចង្គៀងទៅបន្ថែមពួកនឹងដូចលេងបិទពួនជាមួយយើងអញ្ចឹងទៅចិត្តស្ងាត់ចេញឆ្ងាយបាត់ក៏លឺវិញកាលនោះយើងក៏បានបើកបង្អួចមើលដែរហើយវាមិនអាចទៅរួចទេដែលមានមនុស្សទៅអង្គុយចិត្តបង្អួចនោះឈើរំខានយើងលេងចាត់ទុកជាការកំសាន្តតែយកអត់រៀតបែបនេះនោះទេខ្ញុំកាលនោះមិនដឹងជានឹកឃើញយ៉ាងម៉េចដើរទៅចាក់ចម្រៀងហើយបបួលគេឲ្យមករាំជាមួយព្រោះខ្ញុំស្រឡាញ់សិល្បៈមួយខ្ញុំរាំច្រៀងតែខ្ញុំគាត់ធ្វើបង្អួចតែគាត់មិនចាំទេថាយប់នោះយើងដេករបៀបម៉េចស្អែកឡើងអ្នកចិត្តខាងមកសួរលន់ប៉ុន្តែគេសួររឿងផ្សេងមីម៉ម៉យមកចាហងយប់មិញណាគេស្អីឮសំឡេងអូសផងបាត់ក្តារអស់ហើយទេដឹងក្តារនេះឯងល្អផងពួកគាត់សួរនេះមិនខុសទេមានក្តារល្អទុកក្រោមផ្ទះទាំងគ្មានរបងត្រឹមត្រូវនរណាក៏គិតបែបនេះដែរតែវាមិនមានបែបហ្នឹងសម្រាប់ផ្ទះខ្ញុំឯម៉ាក់ខ្ញុំវិញក៏សើចពេលឮពួកគាត់សួរពីក្តារផ្ទះគាត់ក៏តបទៅវិញថាបាត់ក្តារអីមីងពូអើយដូចតាការរទេះសេះលើកមុនអញ្ចឹងគ្រាន់តែយុគមីងជាងគេធ្វើបង្អួចពួកគាត់ស្រែកសួរបន្តចុះបានស្អាតអីនោះមានអីពូនៅមកចំហៀងឈឺមកចំហៀងសង្កសីដដែលនឹងឯងគាត់បានតែរំខានអត់ប្រយោជន៍ចឹងគ្រប់គ្នាលឺហើយក៏ស្ងាត់លេងសួររំខានគេមកភូមិម៉ាស៊ីនបូមហើយគ្មានបានជាប្រយោជន៍បោចចាស់អីបន្តិចអស់លោកអ្នកជាងវគ្គ10ចង់សាកនេះនិយាយពីបងស្រី2នាក់ដែលចង់សាកពិសោធន៍ជាមួយផ្ទះខ្ញុំពួកគាត់នៅក្មេងអាយុជាង10ឆ្នាំពួកគាត់កាលនោះប្រហែលអាយុចន្លោះពី13ទៅ17ឆ្នាំម្នាក់គឺបងកុចនៅទល់មុខបញ្ឆិតផ្ទះខ្ញុំម្នាក់ទៀតគឺមីងតូចនៅចំទល់ពីមុខផ្ទះខ្ញុំនឹងតែម្ដងម៉ែពុករបស់មីងតូចគឺយាយយួមតាដឿងសុទ្ធតែជាអ្នកបានដឹងបានឮហេតុការណ៍កន្លងមកពិសេសគឺរើឈើដឹករទេះសេះនិងរឿងធ្វើបង្អួចដោយសារភាពចង់ដឹងចង់សាករបស់ពួកគាត់ដែលនៅរៀងស្ទាវទើបមកសុំម៉ាក់ខ្ញុំដេកជាមួយត្រឹមតែមួយយប់ព្រឹកស្អែកឡើងទាំង2នាក់បោលក្តោងគ្មានហ៊ានងាកក្រោយម៉ាក់ទៅសម្ភាសដល់ផ្ទះទៅពួកគាត់ប្រាប់ថាមួយយប់គ្មានបានដេកទេអស់ពីរើរុះចូលដល់រង្គើញ័រពេញទាំងផ្ទះដូចគេអង្រួនខ្ញុំរៀងហើយមីងអើយទាំងបងកុចនិងមីងតូចគ្មាននរណាហ៊ានមកយកមុងភួយនិងខ្នើយត្រឡប់ទៅផ្ទះវិញទេទាល់តែពួកខ្ញុំយកទៅឲ្យអញ្ចឹងហើយទើបគេថា
បើមិនជឿកុំប្រមាថនោះឯង វគ្គ11ជំនាញផ្ទះឬក៏ខ្មោចចម្ងល់មិនដាច់ស្រេចដែលម៉ាក់ខ្ញុំចង់ដឹងនោះគឺថាអ្នកលងនេះមួយណាជាជំនាញផ្ទះមួយណាជាវិញ្ញាណខ្មោចឲ្យប្រកាសមានម្ដងដែលម៉ាក់យល់សប្តិឃើញមានមនុស្សស្រីវ័យក្មេងអាយុខ្ទង់20ឆ្នាំស្លៀកសម្លៀកបំពាក់ពណ៌ក្រហមស្អាតដូចឈុតចិនមកជង់ដេកក្នុងមុងជាមួយហើយអោបថោកម៉ាក់ដូចស្រឡាញ់ណាស់អញ្ចឹងហេយ៉ាងម៉េចស្រីដូចតែគ្នានេះក៏ម៉ាក់និយាយទៅកាន់ម្នាក់ស្រីនោះព្រោះវាច្បាស់ពេកពេលនោះម៉ាក់សន្មតថាច្បាស់ជាជំនាញផ្ទះហើយមើលទៅក្រោយមកទៀតគឺពេលប៉ាទៅធ្វើការរោងចក្រនៅភ្នំពេញម្នាក់ស្រីដដែលនេះមកបញ្យល់សពម៉ាក់ថាប៉ាមានស្រី2នាក់នៅភ្នំពេញម្នាក់រៀងខ្មៅអាយុ20ស្ដើងឯម្នាក់ទៀតសម្បល់សជ្រះតែអាយុ20ក្រាស់ស្រីដដែលនេះនិយាយថាតែមិនឆាប់ហៅប្តីមកប្រយ័ត្នគេយកប្តីបាត់ម៉ាក់មិនសូវបារម្ភទេព្រោះអត់ប្តីក៏គាត់ចិញ្ចឹមកូនបានម្យ៉ាងគាត់យល់ថាបើគេចង់ទៅហើយចង់ខាត់ក៏ខាត់មិនឈ្នះបាយលើសពីនេះទៅទៀតព្រោះម៉ាក់គាត់មានអំណួតថាប៉ាគ្មានផ្លូវរកប្រពន្ធឯណាបានល្អដូចគាត់នោះទេគឺប្រពន្ធដែលអាចនៅម្នាក់ឯងជាមួយខ្មោចបាននោះណាមានហៅម្នាក់ឈ្មោះយាយហេងគាត់ត្រូវជាបងប្អូនខាងម៉ាក់ដែរគឺយាយហេងនេះហើយដែលទាយថាកូនដំបូងម៉ាក់ជាកូនកម្មនឹងកាលដែលគេមកយកបលឹងកូននេះទៅនោះឯងមិនដឹងជាហេតុភេទអីទៅយាយខាងម៉ាក់គាត់រយយាយហេងទាយពេលនោះម៉ាក់នៅទំងន់ខ្ញុំនៅឡើយហើយគាត់ក៏ទាយថាប្តីដែលនៅឆ្ងាយឯណោះគេមានស្រីនឹងប្រាប់លក្ខណៈដូចដែលម៉ាក់យល់សពឃើញមនុស្សស្រីម្នាក់នោះមកប្រាប់អញ្ចឹងយាយហេងទាយទៅទៀតថាបើកូនដែលកំពុងពពុះនេះកើតមកជាប្រុសប្តីនឹងគេទៅហើយតែបើមកជាស្រីវិញកូននេះនឹងហៅប្តីឲ្យវិលមកនៅជុំគ្រួសារដូចមុនសំណាងណាស់ដែលខ្ញុំកើតមកជាស្រីកុំអីអត់ប៉ាហៅបាត់ព្រោះពេលត្រឡប់មកនៅជុំគ្នាវិញម៉ាក់ឆ្លៀតសួរប៉ាក៏ប្រាប់ថាដូចហៅនឹងយល់សពម៉ាក់នោះពិតមែនគឺគាត់មានស្រី2នាក់នៅភ្នំពេញបំណងគាត់គឺយកមនុស្សស្រីសម្បូរស្រអែមនោះជាប់ប៉ុន្តែពេលដែលបានឃើញមុខកូនស្រីគាត់ស្រាប់តែរស៊ីរសោះនឹងមិនសុខនឹកកូនចង់មកតែផ្ទះចុងក្រោយក៏សម្រេចចិត្តរត់មកវិញតែម្ដងគ្មានចាំម៉ាក់ហៅមកទេចំពោះបញ្ហាខ្មោចវិញគឺមានគេដែលធ្លាប់រស់នៅក្បែរផ្ទះនេះកាលពីចំនួនពលពតនោះគេស្គាល់ប្អូនជីដូនមួយប៉ាឈ្មោះមីងយុទ្ធគេប្រាប់ថាផ្ទះនេះកាលនោះកម្មាភិបាលពលពតរស់នៅហើយគេមានកូនស្រីដែលពុះប៉ុន្តែកូនស្រីនេះបានស្លាប់នៅលើផ្ទះដោយសារកោតកូនមិនចេញរួចក៏ត្រូវគេយកទៅកប់នៅក្រោយផ្ទះនេះតែម្ដងខ្ញុំបានឮមកទាំងស្រុកពេជ្រស្រពិលថាប្តីរបស់ខ្មោចស្រីនេះក៏បានស្លាប់លើផ្ទះនេះដែរដោយសារកោតរោគគ្រុនចាញ់ខ្មោចស្លាប់តែហោងបែបនេះគ្មាននរណាធ្វើបុណ្យឧទ្ទិសកុសលឲ្យផងបើមិនលងទើបចម្លែកសរុបទៅយើងនៅតែមិនហ៊ានសន្មតថាលងបែបនេះគឺជំនាញផ្ទះឯលងបែបនោះគឺខ្មោចនៅឡើយទេគ្រាន់តែពេលធំឡើងខ្ញុំចេះតែឆ្ងល់ព្រោះពេលមើលរឿងមួយចំណងជើងបារមីជំនាញផ្ទះឃើញថាពួកវិញ្ញាណខ្មោចមិនអាចចូលមកបៀតបៀនឬលងបន្លាច់ដល់ក្នុងផ្ទះដែលមានម្ចាស់ទឹកម្ចាស់ដីនិងជំនាញផ្ទះតាមថែរក្សានោះទេឯជំនឿទូទៅរបស់ប្រជាជនខ្មែរក៏លើកឡើងដូចនេះដែររួចចុះករណីផ្ទះខ្ញុំនេះយ៉ាងម៉េចវិញឬមួយក៏ពួកគាត់សហការគ្នារីករាយដូរគ្នាលងយើងម្នាក់ម្ដងទេដឹងឬក៏ថាមកពីខ្មោចនោះមិនមែនជាខ្មោចមកពីណាឆ្ងាយតែខ្មោចដែលស្លាប់ក្នុងផ្ទះនេះផ្ទាល់ទើបវាមានអំណាចអាចលងយើងបានវគ្គ12ជំរើសចុងក្រោយរឿងដែលផ្ទះយើងមានខ្មោចស្លាប់តៃហោងមិនមាននរណាប្រាប់យើងទេរហូតដល់ពេលក្រោយមកទៀតគឺប្រហែលឆ្នាំ2005ឬ2006បន្ទាប់ពីដឹងរឿងម៉ាក់ជ្រើសរើសបណ្ដេញរបស់មិនល្អទាំងនោះចេញគឺដោយសារគាត់ចាប់ផ្ដើមកើតរោគបេះដូងហើយអ្នកលឺដូចជារៀងខ្លាំងដៃព្រោះបងប្រុសខ្ញុំក៏ជួបញឹកញាប់ដែរនឹងថាបើសិនជាសម្ដីដែលគេនិយាយថាមានខ្មោចស្រីកើតកូនមិនចេញស្លាប់លើផ្ទះនេះពិតប្រាកដមែនវាមិនមែនជារឿងល្អទេដំបូងម៉ាក់គ្រាន់តែអញ្ជើញតាអាចារ្យមកគូសកំបោរសែងនិងប្រោះព្រំបន្តិចបន្តួចប៉ុន្តែមិនបានផល
គាត់ក៏សម្រេចចិត្តនិមន្តព្រះសង្ឃ5អង្គមកប្រគេនចង្ហាន់និងស្រោចទឹករំដោះគ្រោះលើគ្រាសីថែមទាំងឧទ្ទិសកុសលផលបុណ្យទៅអ្នកដែលស្លាប់លើផ្ទះនេះផងដែរជាលទ្ធផលសម្លេងរំខានគ្រប់យ៉ាងបានស្ងាត់បាត់ទៅនៅសល់តែសម្បកផ្ទះយើងដែលមើលទៅគួរឲ្យខ្លាចដដែលជាមួយនឹងស្នាមជើងក្អែកពណ៌សតាមសសរទិសទាំង8ទាល់តែប៉ាម៉ាក់ជួសជុលកន្លែងខ្វះចន្លោះលើផ្ទះនេះរួចអស់ទើបវាคล้ายទៅជាផ្ទះធម្មតាដូចគេដូចឯងវិញគ្រប់យ៉ាងស្ងប់ស្ងាត់ពិតមែនឬឥឡូវនេះគ្មានវិញ្ញាណគ្មានការលងបន្លាចអ្វីទៀតទេផ្ទះដែលគេធ្លាប់រត់ពេលឆ្លងកាត់មិនជាថាយប់ឬថ្ងៃត្រូវបានគេចេញចូលជាធម្មតាវាគ្មានទៀតទេវិញ្ញាណមិនល្អនៅសល់តែរឿងកំណប់ជំនាញផ្ទះនិងម្ចាស់ទឹកម្ចាស់ដីដែលតែងតែថែរក្សាពួកយើងប៉ុណ្ណោះម្ចាស់ទឹកម្ចាស់ដីយើងរៀងកាចបន្តិចព្រោះបើមានអ្នកប្លែកមុខឯណាមកស្នាក់ហើយម៉ាក់មិនបានអុជធូបសុំឬប្រាប់ជាដំណឹងទេនោះគឺថាសុំទោសបើនៅមួយយប់គឺមិនបានដេកមួយយប់បើនៅ3យប់គឺមិនបានដេកទាំង3យប់ឆ្នាំ2018កូនសិស្សមករៀនធ្វើផ្សិតរបស់ប៉ាម្នាក់មកស្នាក់នៅផ្ទះយើងបាន3ថ្ងៃចូលថ្ងៃទី4ក៏ដាច់ចិត្តប្រាប់ម៉ាក់ថាមីងអើយ3យប់នឹងខ្ញុំដេកមិនលក់ទេគេមានមៀតធំសម្បូរស្រអែមស្លៀកក្បិនក្រហមមកដេញខ្ញុំរហូតម៉ាក់ឮបែបនេះក៏តបអូអូនអើយមីងភ្លេចសុំគេបន្ទាប់មកម៉ាក់ខ្ញុំក៏ទិញចេកមកសែនហើយអុជធូបសុំម្ចាស់ទឹកម្ចាស់ដីទើបកូនសិស្សនោះបានសុខដេកលក់ស្រួលលែងមានការរំខានចំណែកជំនាញផ្ទះវិញទោះមិនឃើញរូបក៏ឲ្យលឺជាសំឡេងដែរសរុបមកអ្វីគឺមិនដូចពីមុនទេ2021ទៅហើយជំនឿក៏សាបលៀបខ្លះដែរយ៉ាងណាយើងនៅតែផ្ដល់ការគោរពដល់ពួកគាត់ជានិច្ចព្រោះពួកគាត់ជាអ្នកថែរក្សានិងការពារក្រុមគ្រួសារមួយនេះឲ្យបានសុខសាន្តរហូតមកដល់បច្ចុប្បន្នខ្ញុំមានមតិខ្លះទៅលើរឿងវិញ្ញាណខ្មោចនេះពេលត្រូវបានគេសួរថាខ្ញុំជឿលើរឿងខ្មោចទេឬក៏ឯងខ្លាចខ្មោចទេខ្ញុំជាអ្នករៀនខាងវិទ្យាសាស្ត្របើទៅនិយាយប្រាប់គេថាខ្ញុំមានជំនឿលើរឿងអភិនិហាអស់នោះវាដូចជាគួរឲ្យចង់សើចសម្រាប់គេដែលពឹងពាក់លើ technology ក៏ប៉ុន្តែចម្លើយរបស់ខ្ញុំគឺថាជឿប៉ុន្តែក៏មិនជឿខ្លាចប៉ុន្តែក៏មិនខ្លាចខ្ញុំជឿថាបើយើងមិនបានប៉ះពាល់គេក៏មិនប៉ះពាល់យើងវិញដែរបើយើងគ្មាននិស្ស័យនឹងគេក៏មិនឲ្យយើងឃើញដោយដែលខ្ញុំគ្មានដែលឃើញអីក្រៅពីសម្លេងអាបង្អួចម្ដងនោះចឹងពេលរៀនឆ្នាំទី3មានលោកគ្រូសាស្ត្រាចារ្យម្នាក់គាត់បាននិយាយថាព្រលឹងគឺមានពិតមែនប៉ុន្តែពួកនោះខ្សោយណាស់តម្រាំអាចឲ្យយើងឃើញជារូបរាងបានគឺទាល់តែវិញ្ញាណអស់នោះមានអាយុច្រើនគ្រាន់បើហើយមានឥទ្ធិពលខ្លាំងផងដែរបន្ថែមទៀតនោះគេមិនមែនស្រាប់តែនៅសុខសុខមកបង្ហាញឲ្យយើងឃើញនោះទេប៉ុន្តែទាល់តែយើងជាមនុស្សដែលអាចផ្ដល់អ្វីម្យ៉ាងឲ្យគេវិញដែរទើបគេហ៊ានចំណាយថាមពលឲ្យយើងលឺជាសម្លេងឬឃើញជារូបរាងបានមតិនេះខ្ញុំយល់ឃើញថាសមហេតុផលម្យ៉ាងដែរក៏ប៉ុន្តែគ្រួសារខ្ញុំមានរឿងចម្លែកច្រើនណាស់មិនមែនមានតែប៉ុណ្្នឹងនោះទេព្រោះម៉ាក់ខ្ញុំនិងខ្ញុំជាមនុស្សដែលមានញាណពិសេសញាណដែលមិនអាចហៅបានថាជាញាណទី6